ជំរាបសួរបងប្អូនបាទនេះម៉ាស៊ីនបកស្វាយយន្ទីនៅទឹកប្រកម្ម3សវណ្ណបាទខ្ញុំចុះមកកុងត្រូលដូចជារៀបចំសេរីឲ្យគាត់វិញឲ្យដំណើរការបានល្អនេះក្រោយពីសេរីដំណើរការបកស្វាយយន្ទីចេញមកអាចខ្លឹងមកបាទខ្លឹងមកអូមែនតើហើយជាប្រភេទបកស្វាយដាំដុះនៅខាងឃ្លោងបាទឃ្លោងខេត្តតាចេះបាទនេះដាំដុះនៅទីនេះបាទឃ្លាំងគ្រាប់នៅហ្នឹងដៃឆ្នៃនៅហ្នឹងបាទអញ្ចឹងបងប្អូនមានតម្រូវការប្រភេទគ្រាប់ស្វាយដៃឆ្នៃបែបធម្មជាតិបងប្អូនអាចតំណែងទិញគាត់បានបាទចាំខ្ញុំដាក់លេខទូរស័ព្ទនៅលើ caption បាទនៅខាងឃ្លោងបាទឃ្លោងខេត្តតាចេះបាទនេះគឺសេរីរៀងខុសពីមុនយ៉ាងមិនខានបាទមានទាំងជីមានទាំងកស្វាយបាទបងប្អូនល្អមែនតើបាទនេះហើយពីសេរីរួចឃើញថាបើសិនសាលាការក្នុងការបកនេះបានល្អបាទដឹងថាអត់ទាន់ឃើញគ្រាប់ដែលបែកទេណាបាទនេះហើយសាច់ស្វាយគាត់រសជាតិឆ្ងាញ់មែនបាទដោយសារដាំដុះនៅទឹកដីនេះផ្ទាល់ឆ្នៃនៅនឹងផ្ទាល់បាទអញ្ចឹងចាក់តមួយសាច់គឺថ្មីហ្មងបាទបងប្អូនអាចកំងឬក៏យកទៅលក់បន្តបានព្រោះគាត់ជាសិប្បកម្មបាទអញ្ចឹងសម្រាប់គ្រាប់នេះបងប្អូនអាចតំណងទៅតាមគាត់នៅក្នុងតម្លៃមួយគឺសមរម្យបាទដោយសារគាត់ជាលក្ខណៈសិប្បកម្មបាទហើយម្ចាស់គាត់ក៏មាន Facebook មានលេខទូរស័ព្ទបាទចាំខ្ញុំដាក់នៅក្នុង Facebook ខ្ញុំឲ្យបាទដោយសារគាត់រៀងអៀនបន្តិចក៏អត់តន់ចង់បញ្ចេញមុខបាទតែអ្នកនៅឆ្លងស្គាល់គាត់ហើយបាទហើយខ្ញុំខាងបច្ចេកទេសបាទម៉ាស៊ីនបាទឥឡូវមកសេរីម៉ាស៊ីនជូនចែបាទអញ្ចឹងគ្រាប់ស្វាយនេះនៅដំណាក់កាលលាងសម្អាតបាទច្រើនតង់ទៀតបាទប្រកបដោយអនាម័យមានថានេះជាផ្នែកនៃការពុះបាទនៅប្រឡាក់ជ័រប្រឡាក់អញ្ចឹងណាបាទអញ្ចឹងយើងនៅយកទៅលាងយកទៅសម្អាតបាទនៅកន្លែងវិចខ្ចប់បាទធ្វើម៉េចឲ្យវាមានអនាម័យកុំឲ្យប៉ះពាល់ទៅដល់សុខភាពបាទអញ្ចឹងអ្វីដែលបងប្អូនឃើញវាជាជ័របាទជ័រនៃគ្រាប់ស្វាយយើងមានដំណាក់កាលសម្អាតជាច្រើនបាទអញ្ចឹងរក្សានៅក្នុងអនាម័យមួយគុណភាពបាទស្តង់ដារជូនបងប្អូនបាទជាពិសេសដូចខ្ញុំលើកឡើងហ្នឹងក្នុងការបាទដាំដុះគឺគាត់ដាំនៅទឹកដីឆ្លងហ្នឹងហ្មងបាទហើយមានឃ្លាំងបាទគ្រាប់ស្តុបអញ្ចឹងបងប្អូនតម្រូវការគ្រាប់ស្វាយចន្ទី5នេះក៏គាត់មានដែរបាទមានផ្គត់ផ្គង់ដែរបាទនេះទីលាន5គ្រាប់ប្រកបបាទគ្រាប់ស្វាយច្រើនណាបាទគ្រាប់10តោនបាទអរគុណច្រើន